សម្រាប់ខេត្តព្រះសីហនុចាក់គឺពិធីប្រកាសមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោមពិធីប្រកាសមុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុងកំពង់សោមនៃខេត្តព្រះសីហនុដោយក្រុមការអញ្ជើញជាគណៈអធិបតីឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈភិបាលខេត្តព្រះសីហនុដោយក្នុងនោះក៏មានការចូលរួមពីលោកអភិបាលរងខេត្តលោកអភិបាលក្រុងកំពង់សោមលោកស្រីក្រុមប្រឹក្សាក្រុងអភិបាលរងក្រុងនាយករងរដ្ឋបាលសាលាក្រុងប្រធានអនុប្រធានការិយាល័យមន្ត្រីរាជការចំណុះរដ្ឋបាលក្រុងកំពង់សោមរួមទាំងកងកម្លាំងប្រដាប់អាវុធចៅសង្កាត់ស្មៀនមេភូមិសមាជិកសមាជិកានៃសាលាក្រុងកំពង់សោមពិធីនេះគឺបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី13ខែមិថុនាឆ្នាំ2025ជានៅក្នុងឱកាសនោះផងដែរលោកនួនប៊ុនថុលអភិបាលនៃគណៈភិបាលក្រុងកំពង់សោមបានធ្វើការអាននៅរបាយការណ៍សង្ខេបស្ដីពីភូមិសាស្ត្រក្នុងក្រុងកំពង់សោមហើយជាមួយគ្នានោះផងដែរគឺលោកពិសាមិថុនានាយករងរដ្ឋបាលក្រុងកំពង់សោមតំណាងឲ្យលោកស្រីមន្ត្រីចំនួន27នាក់នៃក្រុងកំពង់សោមបានធ្វើកាត់បដិញ្ញាចិត្តនៅក្នុងអង្គពិធីនិងគណៈអធិបតីនេះឱកាសនោះផងដែរឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈភិបាលខេត្តព្រះសីហនុបានចូលរួមអបអរសាទរចំពោះលោកស្រីមន្ត្រីរាជការនៃក្រុងកំពង់សោមទាំង27រូបដែលត្រូវបានគណៈកម្មាធិការជាតិសម្រាប់ប្រកាសតែងតាំងចូលកាន់មុខតំណែងសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកោចអបសម្រាប់ធ្វើសមារណកម្មមន្ត្រីរាជការនិងរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោមនៃខេត្តព្រះសីហនុដោយតាមសេចក្តីសម្រេចលេខ055សសរ/កចអបចុះថ្ងៃទី5ខែមិថុនាឆ្នាំ2025នៅក្នុងឱកាសនោះដែរឯកឧត្តមម៉ាងស៊ីណេតបានបញ្ជាក់ថាក្នុងនាមគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការតាមមូលដ្ឋាននិងដាក់ចេញនៅវិធានការនានាសម្ដៅទប់ស្កាត់ឲ្យបានទាន់ពេលវេលានៅរាល់សកម្មភាពប៉ុនប៉ងបង្កឲ្យមានភាពចលាចលវឹកវរនិងអសន្តិសុខនៅក្នុងសង្គមនិងត្រូវយកចិត្តទុកដាក់អប់រំណែនាំព្រមទាំងបកស្រាយបំភ្លឺជូនទៅដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅរាល់សកម្មភាពបំផុសបំផុលការផ្សព្វផ្សាយព័ត៌មានមិនពិតនិងសកម្មភាពផ្សេងៗដែលមានចរិតអល់អាលបង្កឲ្យមានហិង្សាក្នុងសង្គមនិងខិតខំបំផុសអប់រំប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចូលរួមការពារផលប្រយោជន៍សាធារណៈផលប្រយោជន៍សហគមន៍និងជៀសវាងការចូលរួមក្នុងកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់ក៏ដូចជាសកម្មភាពដែលប៉ះពាល់ទៅដល់សន្តិភាពនិងស្ថិរភាពនយោបាយហើយត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយចំនួននិងការទាមទារតវ៉ានានាប្រកបដោយសន្តិវិធីផ្អែកលើគោលការណ៍ច្បាប់យុត្តិធម៌សង្គមនិងត្រូវជៀសវាងដាច់ខាតនៅអំពើហិង្សាតាមគ្រប់រូបភាពហើយជំរុញការចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិ7យ៉ាងរួមមាន1ផ្ដល់សេវាសាធារណៈជាពិសេសគឺសេវារដ្ឋបាលប្រកបដោយគុណភាពតម្លាភាពនិងទទួលបានជំនឿទុកចិត្ត2គ្មានបទល្មើសឆក់លួចប្លន់គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ3មានសណ្ដាប់ធ្នាប់សាធារណៈល្អជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍4គ្មានអំពើអនាចារគ្មានការជួញដូរមនុស្សជាពិសេសស្ត្រីនិងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង5ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព6មានអនាម័យមានសោភ័ណភាពល្អនិងបរិស្ថានល្អ7ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព